មានផលប្រយោជន៍ច្រើនដល់សុខភាពយើងខ្ញុំបានស្រាវជ្រាវបានខ្លះៗអញ្ចឹងខ្ញុំអាចចែករំលែកហើយបើសិនជាមានការខុសឆ្គងអីសូមកុំប្រកាន់ខ្ញីប្រឆាំងការរលាកហើយជួយប្រព័ន្ធរំលាយអាហារយើងទៀតផងបងប្អូនហើយខ្ញីក៏អាចសម្អាតជាតិពុលក្នុងរាងកាយយើងដែរជាពិសេសគឺទប់ស្កាត់ជំងឺមហារីកហើយការពារជំងឺផ្ដាសាយបងប្អូនចាអញ្ចឹងហើយខ្ញុំគិតថាយើងគួរតែញ៉ាំខ្ញីម្ដងក្នុងមួយអាទិត្យបើសិនជាយើងមិនសូវជាចេះប៉ុន្តែបើសិនជាយើងចូលចិត្តញ៉ាំដែរយើងអាចធ្វើញ៉ាំឲ្យញឹកបន្តិចទៅដើម្បីសុខភាពបងប្អូនចាសម្រាប់ខ្ញុំថ្ងៃនេះគឺមានឆាខ្ញីចាឆាខ្ញីរបស់ខ្ញុំគឺឆាខ្ញីឲ្យរាងក្រៀមតែក៏មិនក្រៀមពេកដែរបងប្អូនឃើញពណ៌រាងក្រហមត្នោតហ្នឹងគឺដោយសារខ្ញុំប្រើស្ករត្នោតជាមួយនឹងប្រេងខ្យងណាបងប្អូនហើយខ្ញុំចូលចិត្តឆាមិនស្ងួតពេកក៏មិនមានទឹកពេកដែរគឺល្មមបងប្អូនចាហើយឆាខ្ញីបើសិនជាយើងញ៉ាំជាមួយនឹងពងមាន់ឬក៏ពងទាចៀនជាប់ភ្នៅបងប្អូនកាន់តែឆ្ងាញ់បងប្អូនអាចសាកបានហើយកុំភ្លេចបងប្អូនដាក់ស្លឹកខ្ទឹមឲ្យ